ដោយសារតែជីវភាពក្រីក្រទើបលោកតាម្នាក់សម្រេចចិត្តដឹកមេកូពីផ្ទះទៅលក់ហើយអ្នកដែលពិបាកចិត្តនឹងទឹកភ្នែកនោះគឺជាកូនឆ្កែទៅវិញគឺគេមិនដឹងថាត្រូវធ្វើអ្វីនោះទេបានត្រឹមតែព្រុសនិងសម្រក់ទឹកភ្នែកតែប៉ុណ្ណោះតាមពិតទៅមេកូដែលលោកតាបានលក់នោះគឺបានមើលថែកូនឆ្កែតាំងពីតូចមកម្ល៉េះនិងបំបើកូនឆ្កែផងដែរហើយកូនឆ្កែក៏បានស្រឡាញ់មេកូដូចជាម្ដាយអញ្ចឹងហើយរឿងទាំងនេះក៏បានធ្វើឲ្យគាត់រំជួលចិត្តផងដែរច្បាស់ណាស់ពួកគេបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នាមេកូបានមើលថែកូនឆ្កែបានយ៉ាងល្អនេះបើតាមការឆ្លើយប្រាប់របស់លោកតាហើយពេលនេះដែរមេកូក៏មិនអាចដាច់ចិត្តទៅចោលកូនឆ្កែនោះដែរទោះជាយ៉ាងណាក្តីក៏លោកតាត្រូវលក់មេកូនេះដែរហើយគាត់បានបន្ថែមទៀតថាគាត់គ្មានជំរឿសនោះទេក្នុងពេលនោះដែរមេកូក៏ដូចជាដឹងរឿងផងដែរគេបានលិតកូនឆ្កែនិងសម្រក់ទឹកភ្នែកដែលគេដឹងថាត្រូវបែកគ្នាត្រឹមនេះហើយពេលដែលលោកតាបានដឹកគេចេញទៅនោះសកម្មភាពរបស់គេគឺមិនចង់ចាក់ចេញនោះទេដែលក្នុងចិត្តរបស់គេគិតថាមិនអាចទុកកូនឆ្កែឲ្យនៅម្នាក់ឯងបាននោះទេកូនឆ្កែបានសម្លឹងមើលពីចម្ងាយទាំងទឹកភ្នែកដែលគេបានត្រឹមតែព្រុសដង្ហោយហៅតែប៉ុណ្ណោះដោយសារតែកូនឆ្កែមិនអាចទ្រាំបាននោះគេក៏សម្រេចចិត្តទៅតាមមេកូនោះភ្លាមក្នុងពេលនោះដែរលោកតាក៏បានស្រែកហៅគេមកវិញប៉ុន្តែគេមិនស្ដាប់នោះទេដែលរឿងរបស់គេគិតតែមួយគត់នោះគឺចង់ទៅជួបមេកូនោះនិងគេបានរត់ទៅតាមឡានអស់រយៈពេលជាងកន្លះម៉ោងដើម្បីទៅរកមេកូទីបំផុតគេក៏បានតាមទាន់ដល់ផ្ទះដែលទិញមេកូពេលដែលទៅដល់នោះគឺគេពិតជាសប្បាយចិត្តមែនទែននិងគេបានលេងជាមួយមេកូផងដែរមួយសន្ទុះក្រោយមកនោះលោកតាក៏បានមកដល់តាមក្រោយនិងគាត់បានចាប់កូនឆ្កែទៅវិញមើលទៅកូនឆ្កែនោះគឺមិនសុខចិត្តនោះទេហើយគេក៏បានយំផងដែរពេលដែលបានមកដល់ផ្ទះហើយនោះកូនឆ្កែមានការស្រងត់ស្រងាត់ជាខ្លាំងនិងគេមិនព្រមស្បីតែស៊ីចំណីផងដែរគ្រប់ពេលដែលគេនឹកម្ដាយរបស់គេនោះគឺគេតែងតែមកព្រុសនៅខាងក្រៅហើយក៏ត្រឡប់មកកន្លែងដែលពួកគេធ្លាប់ដេកវិញដោយសារតែឃើញបែបនេះហើយនោះលោកតាក៏បានសម្រេចចិត្តយកមេកូនោះមកវិញដែលមេកូមកដល់មុខផ្ទះនោះក៏បានយំរកកូនឆ្កែបន្ទាប់ពីឮដូច្នេះហើយនោះកូនឆ្កែក៏បានគាំងនិងរត់សម្ដៅទៅរកមេកូនោះយ៉ាងសប្បាយរីករាយមើលទៅគេដូចជានឹកមេកូនោះខ្លាំងណាស់ហើយគេក៏បានធូរចិត្តព្រោះតែការបារម្ភគេយកមេកូទៅកន្លែងសត្វតាឃាតនិងកន្លងមកទៀតនោះកូនឆ្កែមិនបានទៅណាឆ្ងាយពីមេកូនោះទេគឺគេនៅក្បែរមេកូស្ទើរតែគ្រប់ពេល